ស្រួលអញ្ចឹងបានត្រូវឲ្យចេះដូចញាតិញោមរៀនវិន័យ3ដកយូរអាន3ដកយូរទៅខ្ញុំចេះធ្វើទានរបស់ណាគួរដល់ពិខុសង្ឃមិនរបស់ណាមិនគួរកុំចេះតែធ្វើហ្នឹងត្រូវពិចារណាមុខក្រោយប្រកបដោយបញ្ញាប្រកបដោយភាវនាគួរប្រគិនយ៉ាងម៉េចគួរធ្វើយ៉ាងម៉េចដូចជាការអង្គាសចង្ហាន់ភិក្ខុនេះបើសម្រាប់អាត្មាវិញចង់ឲ្យញាតិញោមអង្គាសចង្ហាន់ភិក្ខុពេលប្រគិនចង្ហាន់លោកនៅរៀបចំមើលទូដាក់លោកហ្នឹងឯងកុំខ្លាចលោកអៀនហ្នឹងខ្លាចលោកអៀនឆានមិនកើតតែមានទេលោកណាអៀនមិនមែនជាលោកទេលោកគ្មានការសង្រួមទេតែលោកមានកម្មដ្ឋានលោកមិនអៀនទេអាតួអៀនតួអកុសលចឹងលោកមានតែការសង្រួមមានសតិស្មារតីខ្មាស់បាបរាល់ការឆាន់គឺក្រែងអំពីសទ្ធារបស់ញាតិញោមសតិរបស់លោករត់ទៅកើតចឹងរាល់ចង្ហាន់ដែលលោករៀបចូលមួយដុំសុទ្ធតែមហាកុសលញាតិញោមទទួលបានចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុនឹងពិចារណានៅដុំបាយហ្នឹងតែការពិចារណាដុំបាយទៅហូបមួយម៉ាត់ហ្នឹងទាយកដែលគេប្រគៀនបាយមួយម៉ាត់នោះក៏ញ៉ាំងសម្បត្តិសួរបានញ៉ាំងសម្បត្តិនិព្វានបានដោយអំណាចភិក្ខុនោះមានសតិការប្រើប្រាស់នៅបច្ច័យទាំងឡាយ4របស់ទាយកដែលគៀនដោយសទ្ធា